អ្នកប្រុសសូមធ្វើចិត្តឲ្យស្ងប់សិននៅខាងលោកស្រីតើឲ្យខ្ញុំស្ងប់ចិត្តយ៉ាងម៉េចទៅបើទោះបីជាថ្ងៃនេះខ្ញុំឬចឹងត្រូវស្លាប់នៅទីនេះលោតចុះពីលើអាគារមីសែលក៏ខ្ញុំមិនព្រមរៀបការជាមួយរបស់សំណល់មកពីតំបន់អន់ថយនោះដែរអញគឺលៀងយីនមែនទេគឺខ្ញុំអញ្ចឹងនេះគឺជាមនុស្សដែលម៉ាក់ខ្ញុំរើសឲ្យខ្ញុំឮថាអញធ្លាប់ជាអ្នកបើកឡាននៅតំបន់ក្រីក្រនោះមែនទេប្រពៃអមរបស់អញក៏ត្រូវបានបំផ្លាញដែរមែនអត់មែនអូខេខ្ញុំមិននិយាយច្រើនទេក្នុងនេះមាន5លានយកទៅខ្ញុំហើយចឹងអាចរៀបការជាមួយអ្នកណាក៏បានតែមិនមែនជាមនុស្សឥតប្រយោជន៍ដែលគ្មានទាំងប្រពៃអមបែបនេះទេយ៉ាងម៉េចតិចពេកមែនទេលោកហើយលោកប្រហែលយកច្រឡំរឿងមួយហើយយ៉ាងម៉េចមិនមែនខ្ញុំចង់រៀបការជាមួយលោកទេគឺម៉ាក់របស់លោកអង្វរឲ្យខ្ញុំរៀបការជាមួយលោកគាត់បានស្រាវជ្រាវអស់3ឆ្នាំហើយមានតែខ្ញុំម្នាក់គត់ដែលអាចទប់ទល់នឹងកម្ដៅរបស់លោកបានពេលដែលវាផ្ទុះឡើងនិយាយម្ដងទៀតមើលចង់ចុះហត្ថលេខាអត់ស្រេចតែលោកបើ10នាទីទៀតខ្ញុំមិនឃើញហត្ថលេខាទេខ្ញុំនឹងទៅប្រាប់លោកស្រីដោយផ្ទាល់ចង្រៃមែនបានខ្ញុំចុះខ្ញុំចង់ដឹងណាស់ថាតើគេអាចនៅផ្ទះត្រកូលហើយបានយូរប៉ុណ្ណាអ្នកប្រុសលោកលីងមកដល់ហើយរៀបចំឲ្យគេនៅបន្ទប់ដែលឆ្ងាយបំផុតនៅជាន់ទី1ទៅប្រាប់គេផងថាជាន់ទី2ជាតំបន់ហាមឃាត់បើគេហ៊ានឈានជើងឡើងមកសំបីតែកន្លះជំហាននឹងដឹងគ្នាមិនខានចុះរឿងការរៀបចំអាហារនិងការរស់នៅរបស់គាត់ឲ្យគេហូបអ្វីក៏បានបើគេទ្រាំមិនបានទេក៏ឲ្យគេយកលុយ5លាននោះហើយត្រឡប់ទៅវិញទៅយកទេលោកលីងនេះគឺជាបន្ទប់របស់លោកអ្នកប្រុសបានបញ្ជាក់ថាលោកមិនអាចឡើងទៅជាន់ទី2ឬចូលក្នុងបន្ទប់ធ្វើការរបស់គាត់បានទេយប់នេះគាត់មានការរវល់ខាងក្រៅមិនមកញ៉ាំបាយផ្ទះទេខ្ញុំដឹងហើយអ្នកប្រុសយកវិញត្រឡប់មកវិញយកជ្រៅហើយគេនៅក្នុងបន្ទប់ធ្វើការមើលអ្នកនៅជាន់ក្រោមនោះចុះអ្នកប្រុសមិនខ្ជិលមើលមកផងខ្ញុំគិតថាមិនដល់1ខែទេប្រកាសជាត្រូវដេញចេញមិនខានអ្នកប្រុសលោកពិតជាមិនខ្វល់មែនទេអ្នកបំរើនៅខាងក្រោមហាក់ដូចជាប្រហែលបន្តិចហើយខ្ញុំកំពុងតែធ្វើបាបគេវាសមុខគេហើយមនុស្សម្នាក់នេះពាក់កណ្ដាលអាធ្រាត្រទៅហើយមិនបិទទ្វារទៀតថែមទាំងមានក្លិនចម្លែកណែរកឆាប់ឡើងមកទីនេះភ្លាមអ្នកប្រុសមានរឿងអីឆាប់ទូរស័ព្ទទៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រភ្លាមយករបស់ព្យាបាលដ៏ល្អបំផុតមកទីនេះឲ្យអស់ឥឡូវនេះមែនទេនេះវាម៉ោង2យប់ហើយលោកតែអញដឹងទេថាម្នាក់នោះប្រើរបស់ហកខ្វក់អ្វីខ្លះដើម្បីជូតមុខរបួសនោះបើកន្លះម៉ោងទៀតមិនមកដល់ទេដេញពួកគេចេញឲ្យអស់ទៅលោកលីននេះគឺជាអ្វីដែលអ្នកប្រុសបានបញ្ជាឲ្យយកមកឲ្យលោកកាលយប់មិញព្រះឲ្យសុទ្ធតែជាឈុតព្យាបាលកម្រិតខ្ពស់បំផុតមើលខាងក្រោមនេះចុះជាបន្ទះបិទមុខរបួសនាំចូលហើយនឹងផលិតផលជាច្រើនទៀតមួយឈុតតម្លៃរាប់សែនឯណោះរបស់មកពីតំបន់អន់ថយនោះសុទ្ធតែមេរោគយកវាចេញទៅលោកលីងមិនក៏លោកឲ្យវាចោលអ្នកប្រុសយកមិញនេះគាត់ពិតជាបារម្ភបើគេពិតជាមានចិត្តល្អមែននោះគេប្រកាសជាមិនទុកខ្ញុំចោលកន្លះខែដោយមិនសួរនាំទេតែវាមិនអីទេពួកយើងគ្រាន់តែត្រូវការអ្វីដែលយើងចង់បានរៀងខ្លួនប៉ុណ្ណោះអីគេឲ្យក្រដាស់ដែលខ្ញុំសរសេរចំមែនទេមនុស្សមិនដឹងខ្យល់មែនអ្នកប្រុសកុំខឹងអីយ៉ាងហោចណាស់លោកលីនក៏បានទទួលយករបស់ទាំងនោះដែរខ្ញុំឲ្យ5លានគេមិនយកឲ្យគេនៅបន្ទប់តូចក៏គេមិនថាអ្វីមិនខ្វល់រឿងលុយកាក់តែសុខចិត្តរងការលំបាកនៅផ្ទះនេះទៅស៊ើបមើលថាម៉ាក់ខ្ញុំបានសន្យាអ្វីជាមួយគេខ្លះខ្ញុំចង់ដឹងថាអ្វីដែលគេត្រូវការនោះគឺជាអ្វីបាទអ្នកប្រុសខ្ញុំស្មានថាអ្នកខ្លះនឹងរឹងរូសដល់ថ្នាក់កាន់កាបូបចាស់នោះនៅផ្ទះត្រកូលឬអស់មួយជីវិតហើយតើយ៉ាងម៉េចដែររបស់របរនៅទីនេះប្រើទៅទម្លាប់ដែរអត់សាច់ក្រណាត់ទុនល្អណាស់បន្ទះបិទរបួសក៏ល្អដែរពួកយើងគ្រាន់តែត្រូវការអ្វីដែលយើងចង់បានដូច្នេះមិនបាច់ធ្វើបាបខ្លួនឯងទេអរគុណលោកគឺចំពោះការចំណាយកុំចេះតែស្មានថាខ្លួនឯងសំខាន់ពេកអីខ្ញុំគ្រាន់តែទើបភ្នែកនឹងរបស់ចាស់ៗដែលឯងយកមកជាមួយប៉ុណ្ណោះបើចង់ទទួលបានការមើលថែពីផ្ទះត្រកូលហើយកុំមកប្រើល្បិចនៅចំពោះមុខខ្ញុំឲ្យសោះពេកបងបានមកដល់ហើយក្នុងផ្ទះមានម៉ាស៊ីនកម្ដៅពូក៏មិនរណែកបងប្រុសខ្ញុំរកលុយបានហើយខ្ញុំនឹងនាំបងចេញពីទីនេះទៅនៅផ្ទះដែលមានម៉ាស៊ីនកម្ដៅកុំចូលមកកន្លែងនេះអ្នកចូលមិនបានទេមានរឿងអីលោកលីនកុំសួរអីឆាប់ចេញទៅជាមួយខ្ញុំចង្រៃមែនតែនេះខ្ញុំទ្រាំមិនបានទេនេះជាកម្រិត X មែនទេសូម្បីតែ Alpha ក៏ទ្រាំមិនបានដែរ
ឲ្យអ្នកគ្រប់គ្នាថយក្រោយ50ម៉ែត្រទៀតកំហាប់ក្លិននេះអាចសម្លាប់មនុស្សបានលោកលីងកម្រិតកម្ដៅរបស់អ្នកប្រុសទុះឡើងមុនកំណត់ហើយឥឡូវនេះគាត់ស្ថិតក្នុងសភាពសាហាវបំផុតអ្នកដែលចូលចិត្តនឹងមានគ្រោះថ្នាក់មិនអាចជិះបាន ក្រុមគ្រូពេទ្យចូលទៅមិនបានទេអី ចូលមិនចុះទេកម្លាំងរបស់ Alpha កម្រិត X ខ្លាំងពេកហើយមនុស្សរបស់យើងទើបតែចូលទៅដល់មាត់ទ្វារក៏ត្រូវបានគាត់ក្រវែងចេញមកក្រៅវិញដែរឥឡូវនេះគ្មានអ្នកណាហ៊ានចូលទៅទៀតទេលោកស្រីកំពុងធ្វើដំណើរមកហើយពួកយើងរងចាំនៅទីនេះសិនទៅ រងចាំគាត់មកដល់ហើយចឹងប្រកាសជាធ្វើបាបខ្លួនឯងស្លាប់មិនខាន ប៉ុន្តែ ជិះផ្លូវ លោកកុំចង់ប្រធ្វើជីវិតអីសូម្បីអន្តរជាតិ Alpha ក៏មិនអាចទប់រួចផង លោកស្រីហៅខ្ញុំមកគឺដើម្បីដោះស្រាយរឿងនេះ នេះជាតួនាទីរបស់ខ្ញុំគឺចឹងលោកណេណាពិតមែនហើយម្នាក់នេះបាត់បង់ម្ចាស់ការទាំងស្រុងហើយគឺចឹងគ្រាន់តែ 5% ប៉ុណ្ណោះក៏អាចតាក់ទាញលោកបានដល់ថ្នាក់នេះផងតើពួកយើងស៊ីចង្វាក់គ្នាដល់កម្រិតណាទៅពិតជាចង់កំទេចវាណាស់ក្រអូបណាស់ហឺចឹងឯងឈួតមែនភ្ញាក់ឡើងឯងគ្រាន់តែជាឆ្កែឈួតដែលគ្រប់គ្រងខ្លួនឯងមិនបានប៉ុណ្ណោះខំទៅហឺចឹងឆាប់ខំទៅថយចេញទៅលៀងយានឆាប់ចេញទៅខ្ញុំអង្វរគេស្ថិតក្នុងសភាពចុងក្រោយហើយតែប្រតិកម្មដំបូងរបស់គេគឺរុញអូមេហ្គាចេញព្រោះខ្លាចធ្វើឲ្យមានរបួស ពិតជាឆ្កែឈួតដែលល្ងងបំផុតមែនលៀងយានយប់នេះឯងធ្វើបានល្អណាស់ប៉ុន្តែខ្ញុំចង់ឲ្យឯងដឹងថាអ្វីដែលហឺចឹងត្រូវការគឺភាពថិតថេរមិនមែនជាអូមេហ្គាដែលហ៊ានលះបង់ជីវិតជាងគេនោះទេរស់នៅឲ្យបានល្អវាសំខាន់ជាងអ្វីទាំងអស់លោកស្រីហឺអ្វីដែលលោកស្រីបានសន្យានោះ ចិត្តហើយយកអ្នកប្រុសទៅបន្ទប់គេងវិញទៅតាមដានសភាពរបស់គេឲ្យបានដិតដល់យប់នេះហាមអ្នកណាចេញក្រៅបាទនាំអ្នកប្រុសលីងទៅសម្រាប់ក្នុងបន្ទប់ផងបាទលោកស្រីល្មើសហើយលោកលីនកាលពីយប់មិញខ្ញុំមិនបានធ្វើឲ្យឯងរបួសទេមែនទេអត់ទេ នេះជាស៊ុបដែលគេទើបធ្វើញ៉ាំទៅមើលទៅលោកហើយនៅមានចិត្តធម៌ខ្លះដែរតើនិយាយច្រើនមែនចុះរបួសនៅត្រង់ក្រពេញអមូននោះមានរឿងអីវាមិនសំខាន់ទេលោកគ្រាន់តែដឹងថាអមូន 5% របស់ខ្ញុំអាចទប់ទល់នឹងកម្ដៅ 100% របស់អ្នកដទៃបានគឺគ្រប់គ្រាន់ហើយមិនអីទេបើទោះជាឯងមិននិយាយក៏ខ្ញុំនឹងរកចម្លើយដោយខ្លួនឯងដែររបស់នេះត្រូវបិទរាល់ថ្ងៃផ្ទះត្រកូលហឺមិនខ្វះលុយទេកុំធ្វើដូចជាខ្ញុំជាអ្នកធ្វើបាបឯងអញ្ចឹងលោកគឺលោកអាចចេញទៅក្រៅបានហើយអីគេទើបតែចូលមកបានប៉ុន្មាននាទីក៏ដេញខ្ញុំចង់ងូតទឹកខ្ញុំអាចដាក់ខ្លួនឯងបានពិតមកទៅសភាពបែបនេះបើដើរដួលអ្នកផ្សេងប្រកាសជាគិតថាខ្ញុំជាអ្នកធ្វើបាបឯងលោកគឺបេះដូងលោកលោតញាប់ណាស់ប្រយ័ត្នគ្រោះថ្នាក់យ៉ាងម៉េចលោកហើយនៅមិនទាន់ចេញទៀតហើយចឹងខ្ញុំមិនមែនជាមនុស្សមិនដឹងចោលបែបនោះទេម្នាក់នេះតើគេចង់មានន័យថាម៉េចឲ្យប្រកាសទៅលីងយានអញធ្វើខ្លួនលឿនជាងនេះបន្តិចមិនបានទេអីSubscribe សម្រាប់ភាពបន្ត